បាទតោះគ្នានេះគឺជាសន្តាគារថ្មីទៅតែសង់រួចហើយតម្លៃត្រឹមតែ$30ទេនៅគៀកមួយ Pop Street ទៀតអូយលយមែនតើអញ្ចឹងតោះនាំគ្នាទៅមើលខាងក្នុងមើលតើវាពិសេសបែបណាជំរាបសួរបាទជំរាបសួរបាទហើយមើលនេះច្រើនជាន់ណាប្រហែលជាន់នេះជាទៅបើយើងរាប់ទាំងជាន់នៅខាងក្រោមនេះវាចូល6ជាន់គ្រូបាទ6ជាន់បាទហើយនៅនេះសន្តាគារ Leverett Angkor Hotel បាទជួយប្រាប់គ្នាយើងតិចមើលថានិយាយរួមខ្ញុំចាប់អារម្មណ៍មែនទែនថាវាគៀកមួយ Pop Street ហើយសន្តាគារថ្មីទៀតបាទហើយតម្លៃយើងត្រឹមតែ$30ទេបាទតើភ្ញៀវដែលគាត់ចូល Leverett ទទួលបានអីខ្លះទទួលបានសេវាកម្មល្អយើងទទួលបានការ feedback ពីភ្ញៀវល្អច្រើនបាទពេលចូលទៅបានអីខ្លះពេលដែលគាត់ចូលទៅគាត់នឹងទទួលបានកន្សែងត្រជាក់សម្រាប់ការ welcome កន្សែងត្រជាក់ហើយកន្សែងត្រជាក់មួយ welcome drink ទៀតលោកគ្រូបាទហើយនៅខាងក្រោមនេះមានភោជនីយដ្ឋានណានៅខាងក្រោមនេះយើងមាន restaurant មួយបាទយើងមាន restaurant មួយសម្រាប់ភ្ញៀវគាត់ញ៉ាំអាហារពេលព្រឹកអាហារថ្ងៃត្រង់ហើយនិងអាហារពេលល្ងាចដែរបាទហើយនៅសៀមរាបនេះតើនៅក្នុងឆ្នាំនេះជាពិសេស2025នេះតើសន្តាគារយ៉ាងម៉េចដែរមុខរបរសន្តាគារយ៉ាងម៉េចដែរសម្រាប់ឆ្នាំ2025នេះបើយើងប្រៀបធៀបទៅនឹងឆ្នាំ2024ឃើញថាសន្ទុះភ្ញៀវកើនឡើងជាងបាទសម្រាប់ត្រីមាសទី1ហ្នឹងបាទគឺយើងឃើញថាភ្ញៀវកើនឡើងសម្រាប់ពួកយើងបាទបរទេសភាគច្រើនភ្ញៀវនៅទីនេះគឺសុទ្ធតែបរទេសហើយបងប្អូនដែលមកសៀមរាបបាទតោះនេះបានស្ដាប់ហើយនៅនេះបរទេសនៅច្រើនអញ្ចឹងកន្លែងស្អាតបាទបរិយាកាសស្អាតហើយនៅជិត Pop Street បាទដើរប្រហែលជាប៉ុន្មាននាទីណា3នាទីគូដើរ3នាទីទេ3នាទីបាទហើយត្រឹម$30ខ្ញុំគិតថាទាំងអស់គ្នាមកនេះលយហ្មងហើយបន្ទប់យ៉ាងម៉េចដែរមើលបន្ទប់ស្អាតគ្រូបន្ទប់ស្អាតបើយើងមើលទៅយើងមានជាលក្ខណៈ deluxe room ជា leading category ហ្នឹងហើយទំហំវា35ម៉ែត្រការ៉េបាទ35ម៉ែត្រការ៉េហើយយើងមានក្រេ1យើងមានក្រេ2បាទទៅតាមតម្រូវការរបស់ភ្ញៀវបាទហើយនៅខាងក្នុងបន្ទប់ហ្នឹងយើងមានទូទឹកកកមួយសម្រាប់ភ្ញៀវយើងមាន safety box យើងមាន closet ហើយយើងមានទួសិនជាហើយជាពិសេសនៅក្នុងបន្ទប់ទឹកបើសិនជាខែងារទៀតយើងមានម៉ាស៊ីនទឹកក្តៅទៀតអូបាទសម្រាប់ភ្ញៀវទៀតហើយសិតតែថ្មីបាទថ្មីខាត់ជាងគេបំផុតគឺថ្មីហើយឡើងទៅខាងលើទេសភាពយ៉ាងម៉េចដែរបើសិនជាយើងឡើងទៅផ្នែកខាងលើ Sky Bar ហើយនឹង swimming pool របស់យើងហ្នឹងគឺយើងមើលឃើញទេសភាពជុំវិញក្រុងសៀមរាបហ្មងមើលឃើញទាំងភ្នំក្រោមទៀតបាទអីមើលអានេះមើលពីនេះទៅដល់ភ្នំក្រោមបាទមើលឃើញភ្នំក្រោមទៀតវ៉ាវបាទហើយទៅពេលយើងឡើងទៅដល់ខាងលើ Sky Bar ខាងលើហ្នឹងយើងមានអាងហែលទឹកគឺបងប្អូនដែលមកស្នាក់នៅនេះហែលទឹកបានទាំងអស់គ្នាបាទហែលទឹកបានទាំងអស់គ្នាវ៉ាវបាទ$30សន្តាគារថ្មីបន្ទប់ថ្មីសម្ភារៈថ្មីហើយហែលទឹកបានទៀតលយមែនតើហើយនៅខាងលើហ្នឹង Sky Bar ហ្នឹងយើងទទួលអីខ្លះម្ហូបឬក៏ភេសជ្ជៈយើងមានម្ហូបយើងមានភេសជ្ជៈដែលភ្ញៀវគាត់អាចកំងបានបាទហើយអ្វីដែលពិសេសទៀតសម្រាប់ភ្ញៀវដែលគាត់ស្នាក់នៅជាមួយនឹងយើងគាត់នឹងទទួលបានការ discount 10% ទៅលើម្ហូបហើយនិងភេសជ្ជៈទៀតវ៉ាវបាទលយមែនតើបាទចំណេញច្រើនមែនតើមកទីនេះហើយចង់សួរសៃមុនថាជាអ្នកគ្រប់គ្រងសន្តាគារមួយយល់ឃើញមិនដែរពីមុខរបរសន្តាគារនេះខ្ញុំមើលឃើញថានេះគឺជាវិស័យមួយដែលជួយយើងច្រើនមែនតើបាទមិនត្រឹមតែយើងទទួលបានចំណូលពីភ្ញៀវទេប៉ុន្តែយើងផ្ដល់ការងារឲ្យទៅកាន់បុគ្គលិកទៅកាន់បងប្អូនខ្មែរយើងអាចទៀតបាទហើយខ្ញុំមើលឃើញថានេះគឺជាវិស័យមួយដែលយើងអាចផ្ដល់នៅសេវាកម្មខ្ញុំផ្ដល់សំខាន់ទៅលើសេវាកម្មបាទហើយដល់ពេលយើងផ្ដល់សេវាកម្មទៅដល់ភ្ញៀវទេសចរដែលមកពីស្រុកក្រៅស្វែងមកគិតថាយើងទទួលផលអីធំជាងគេខ្ញុំបានមើលឃើញថាអ្វីដែលយើងទទួលបានធំជាងគេគឺភ្ញៀវដែលគាត់មកពីបរទេសគាត់ថាប្រជាជនខ្មែរយើងគឺគាត់រស់រាយរាក់ទាក់ខ្លាំងមែនទែនហើយគាត់សប្បាយចិត្តណាគាត់សប្បាយចិត្តមែនទែននៅពេលដែលឃើញពួកយើងស្វាគមន៍គាត់ហើយគាត់តែងតែប្រៀបធៀបជាមួយនឹងប្រទេសផ្សេងទៀតប្រជាជនផ្សេងទៀតថាកន្លែងយើងជាប្រជាជនខ្មែរយើងរស់រាយហ្មងហើយខ្មែរយើងទទួលភ្ញៀវហ្មងអញ្ចឹងណាគាត់វ៉ាវគាត់គិតថាវាលើសពីអ្វីដែលគាត់រំពឹងទុកណាគ្រូបាទនេះគឺជាប្រហែល20ឆ្នាំហ្នឹងដែល Simon គិតថានេះហើយគឺជា
ផលធំមែនទែនចេញពីវិស័យសន្តាគារដែលបងប្អូនខ្មែរយើងរួមទាំងនៅទីនេះផងដែរយើងខំប្រឹងដើម្បីទទួលភ្ញៀវឲ្យបានល្អបាទទាំងភ្ញៀវយើងគឺកាន់តែកើនឥឡូវហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវទេសចរកាន់តែកើនទៅបាទអញ្ចឹងទេអ្នកដែលប្រកបមុខរបរសន្តាគារក៏ធូរធារដែរមានទទួលបានbenefit ល្អបាទហើយបាទតោះគ្នាដែលមិនទាន់បានមកសាកទេបាទនេះគឺ Lovers Encore Hotel បាទនាំគ្នាចូល page របស់គាត់តលតែម្ដងទៅហើយតាក់ទងជាមួយគាត់សោះសម្រាប់ការកក់បន្ទប់អីហ្នឹងបាទហើយតោះគ្នានឹងរីករាយដោយអ្វីដែលខ្ញុំសម្ភាសក្នុងវីដេអូនេះទេសភាពចិត្ត Pop Street សន្តាគារថ្មីតម្លៃត្រឹមតែ$30តែប៉ុណ្ណោះបាទអរគុណច្រើនអរគុណ